សំខាន់ញោមនេះឯងនៅនឹងជើងវត្តញោមណាកាន់វេនជាប្រវេណីអស់លោកញាតិញោមពុទ្ធបរិស័ទបានជ្រាបហើយបុណ្យកាន់បិណ្ឌនេះជាពិធីដែលពុទ្ធមាមកជននៅកម្ពុជារដ្ឋនេះលោកប្រារព្ធធ្វើជាយូរជាយារណាស់មកហើយនៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័ននោះឃើញមានសិលាចារឹកមួយបានពោលថាមានការបូជាបាយបិណ្ឌចំពោះជនទាំងឡាយដែលជាបុព្វការីជននៅបានស្លាប់នៅក្នុងរបាំងរាំងជលចម្បាំងរាំងជលនេះនៅក្នុងប្រវត្តិសាស្ត្រខ្មែរយើងប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាយើងឃើញថាបុណ្យកាន់វេនបុណ្យឧទ្ទិសកុសលនេះជាឈ្មោះនៃបញ្ញកម្មមួយដែលលោកឧទ្ទិសចំពោះបុព្វការីជនរបស់ញាតិរបស់អស់លោកសប្បុរសទាំងអស់អញ្ចឹងដែនដីកម្ពុជានឹងធ្វើបុណ្យកាន់វេននេះយូរមកហើយញោមចង់មក1000ឆ្នាំហើយញោមណាហើយបុណ្យកាន់បិណ្ឌនេះជាឈ្មោះនៃបុណ្យនៃពិធីនៃអំពើជាកុសលដើម្បីនឹងឧទ្ទិសជូនចំពោះបុព្វការីជនអ្វីជាបុព្វការីជនមេដាបិតាដែលលោកបានស្លាប់ទៅនោះបើនិយាយទៅគឺដូនតាពុព្វបុរសជាញាតិចាប់ដោយឈាមជាញាតិចាប់ដោយអំបូរជាបុព្វការីជននៃពួកយើងទាំងអស់គ្នាជាថ្ងៃឧទ្ទិសចំពោះដួងវិញ្ញាណក្ខន្ធរបស់អ្នកអស់ទាំងនោះមិនមែនបុណ្យភ្ជុំបិណ្ឌនេះធ្វើបុណ្យឲ្យប្រែតទេមានការយល់ច្រឡំខុសមួយចំនួនថាបុណ្យភ្ជុំបិណ្ឌនេះជាបុណ្យប្រែតអាម៉េចមានទេឧទ្ទិសកុសលជូនចំពោះបុព្វការីជនប៉ុន្តែបុណ្យភ្ជុំបិណ្ឌនេះអស់លោកសប្បុរសបុណ្យភ្ជុំបិណ្ឌនៅស្រុកយើងនេះជាបុណ្យធំមហាសាលធំក្រៃលែងធំរហូតដល់អត់មានប្រទេសកាន់ព្រះពុទ្ធសាសនាណាដែលអាចធ្វើធំបុណ្យនេះបានអញ្ចឹងមានទេមិនមានទេស្រុកសៀមក៏មិនមានស្រុកភូមាហ្នឹងក៏មិនមានស្រុកថៃហ្នឹងក៏មិនមានស្រុកឡាវហ្នឹងក៏មិនមានឯណាដទៃដែលជាប្រទេសកាន់ពុទ្ធសាសនាយើងហើយធ្វើបុណ្យកាន់បិណ្ឌឈ្មោះថាបុណ្យកាន់បិណ្ឌបុណ្យជុំបិណ្ឌនៃវធំដូចយើងចេះមិនមានទេខ្មែរនេះធ្វើធំណាស់ធំដល់ញោមចង់រត់ហើយចេះឡាមួយឆ្នាំមកទៀតរត់ហើយធំពេកវាយូរដោយសារតែញោមគិតមើលបុណ្យកាន់វេនយើងនេះកន្លះខែញោមមានបុណ្យណាធ្វើដល់កន្លះខែឲ្យធ្វើរាល់ថ្ងៃចាប់ពីម៉ោង4ទៅណាអាចារ្យនោះភ្ញាក់តាំងពីម៉ោងប្រហែលនេះមិនដឹងទេមិនដឹងបានដេកអត់ទាំងមកទីយប់ឡើងម៉ោង4បើកភ្នែកទាំងអស់គ្នាក្មេងមកបោះបាយបិណ្ឌរហូតដល់ចប់ធម្មទេសនានេះបានចប់មួយថ្ងៃអញ្ចឹងបុណ្យនេះធំណាស់ហើយរវល់ទាំងអស់ទាំងញោមម្ចាស់វេនក៏រវល់ទាំងម្ចាស់វត្តនឹងក៏រវល់មកនេះរវល់ទាំងអស់អញ្ញាធនដែនដីមន្ត្រីរាជការអ្នកមុខអ្នកការសពបែបគ្រប់យ៉ាងទាំងអស់គឺរវល់ទាំងអស់គ្នាបុណ្យនឹងជាបុណ្យឧទ្ទិសជូនចំពោះបុព្វការីជនរបស់ពុទ្ធមាមកជនខេមរៈបុត្រនេះធំបំផុតនៅក្នុងពិភពលោកជាពិសេសសម្រាប់ប្រទេសអ្នកកាន់ពុទ្ធសាសនានឹងសូមលោកសប្បុរសលោកជ្រាបអញ្ចឹងខ្ញុំណាហ្នឹងហើយបុណ្យនេះយើងធ្វើក៏វាមិនជាខុសអំពីបុណ្យសង្ឃទានតក្កណានុបទានផ្សេងហ្នឹងប្រមាណទេខុសត្រង់អីខុសដោយចំណែកមួយចំនួនដូចជាញាតិញោមអញ្ជើញកាន់វេនមកយប់ឡើងតាមវត្តអារាមពេលរៀបទៀបភ្លឺហ្នឹងវត្តអារាមហ្នឹងក៏រៀបចំឲ្យមានការបោះបាយបិណ្ឌ
ហើយកម្មវិធីរបស់បៃបិននេះភាគច្រើនទៅពួកយុវជនវត្តយើងព្រឹកមិញក៏ច្រើនដែរយុវជនគាត់អញ្ជើញមកស្ដាប់ព្រះអង្គសម្ដែងធម្មទេសនាផងលោកមកស្ដាប់បរាភវសូត្រផងនិយាយអំពីមូលហេតុនៃសេចក្តីវិន័យ12យ៉ាងអញ្ចឹងប្រសងនឹងលោកស្វាតជាធัวបត់ឲ្យពួកយុវជននឹងស្ដាប់ថាអ្វីជាហេតុនាំឲ្យវិន័យអ្វីជាហេតុនាំមកនៅមង្គលអ្វីជាហេតុនាំមកនៅអពមង្គលណានឹងបន្តមកទៀតយើងដូចនឹងបុណ្យដតីដែរអស់លោកសពបរោះទាំងឡាយជាពុទ្ធបរិស័ទហ្នឹងលោកអញ្ជើញមកបាំងស្គលញោមញាតដែលមិនមែនថាមានឈ្មោះជាអ្នកកាន់វេនកាន់អីហ្នឹងក៏លោកអញ្ជើញមកបាំងស្គលញាតញោមខ្លះក៏បាំងស្គលមកវត្តញាតញោមខ្លះបាំង2វត្តខ្លះ3វត្តខ្លះ4វត្តខ្លះ5វត្តអ្នកខ្លះរហូតដល់7វត្តបាំងប្រមាណវត្តក៏ទៅបានដែរញោមណាមិនចាំបាច់ទៅ7វត្តឬក៏8វត្តឬក៏9វត្តទេបាំងក៏ច្រើនវត្តកាន់តែច្រើនកាន់តែល្អមិនទៅពិបាកអីឲ្យតែមានកម្លាំងអញ្ជើញទៅចូលរួមទៅវត្តណាឡោមផងវត្តនេះផងវត្តនោះផងតែកុំទៅបាំងនៅវត្តភ្នំដែរគ្មានលោកទេនោះមានពាក្យមានការយល់ឃើញថាបុណ្យភ្ជុំបិណ្ឌនេះត្រូវទៅបាំង7វត្តបាំង6វត្តមែនទេអស់លោកសពបរោះជាពិសេសពួកយុវជនសំលុកជ្រាបថាការបាំងស្គលនេះជាការឧទ្ទិសជាការឧទ្ទិសកុសលលោកឧទ្ទិសកុសលនឹងលោកបាំងប្រមាណវត្តក៏ទៅបានដែរមិនជាតោះមិនជាខុសទេនឹងពិធីកាន់វេននឹងប្រវត្តិរឿងរ៉ាវញាតប្របាទពំភាសាអីយ៉ាងណានោះលោកស្ដាប់ហើយអស់លោកសពរោះស្ដាប់រាល់តែឆ្នាំហើយអាត្មាមិនទេថ្ងៃនោះទេនឹងទេរឿងញាតពំភាសានឹងចាំញាតញោមចាំជាងអាត្មាទៅទៀតនោះមើលទៅថ្ងៃណាមកលោកទេទៅរឿងញាតពំភាសាស្រែករੂបាយនោះឡើយមិនទេទេថ្ងៃហ្នឹងទេធัวផ្សេងហើយវេនញោមធំផងទេធัวធំផងណាចម្រើនពរនៅក្នុងបៃដកលេខ6ព្រះអង្គសម្ដែងអំពីអនុត្តរៈអ្វីជាអនុត្តរៈជាធម្មជាតិដ៏ប្រសើរអ្វីជាធម្មជាតិដ៏ប្រសើរដែលព្រះអង្គត្រាស់សម្ដែងរឿងឬក៏សភាវៈដែលល្អដែលប្រសើរទី1គឺទស្សនានុត្តរិយៈព្រះអង្គត្រាស់សម្ដែងថាការឃើញនៅប្រសើរអ្វីជាការឃើញនៅប្រសើរអស់លោកសពបរោះភ្នែកនេះបើឃើញតែមិនស្រួលវានាំទុក្ខព្រះលោកថាបើសិនជាការឃើញនោះប្រកបដោយបញ្ញាចក្ខុលោកហៅថាការឃើញនោះជាការឃើញនៅប្រសើរទស្សនានុត្តរិយៈអ្វីជាការឃើញនៅប្រសើរនេះការឃើញអ្វីដែលជាកុសលមើលឃើញរឿងរ៉ាវញាតិញោមពុទ្ធបរិស័ទធ្វើដំណើរឬក៏មកកាន់ទីកន្លែងណាមួយឬក៏នៅទីណាមួយឃើញអ្វីដែលជាកុសលអ្វីដែលល្អកាលណាមើលឃើញរឿងរ៉ាវដែលនាំមកនៅភាពខ្សែមនៃផ្លូវចិត្តដែលបណ្ដំនៅភាពល្អដែលបណ្ដំដែលការឃើញនោះវាមិននាំមកនៅទោសលោកហៅថាជាការឃើញនៅប្រសើរឃើញនេះប្រសិនណាបើអស់លោកសពបរោះទាំងអស់មិនបានប្រយ័ត្នប្រយែងនៅអយតនៈលោកហៅថាអយតនៈភ្នែកនេះលោកហៅថាអយតនៈអរូបអយតនៈខាងក្នុងអយតនៈនឹងប្រែដណ្ដូមញាតិញោមរូបលោកហៅអយតនៈខាងក្រៅអញ្ចឹងការឃើញនេះប្រសិនជាមិនប្រកបដោយសតិប្រកបដោយបញ្ញាទេចង្ការឃើញនាំឲ្យខឹងនាំឲ្យតោមនោះនាំឲ្យនាំឲ្យបដិខៈអញ្ចឹងព្រះលោកសម្ដែងថាអស់លោកសពបរោះទាំងអស់គួរតែប្រយ័ត្នចំពោះការឃើញរបស់ខ្លួនចង្ការឃើញរបស់ណាដែលជាទីមិនកប់ចិត្តនាំឲ្យបដិខៈអញ្ចឹងខណៈដែលមើលឃើញហ្នឹងព្រះអង្គលោកឲ្យយើងប្រើសតិស្រាប់បញ្ញាឧទាហរណ៍
ឃើញការមិនសមរម្យណាមួយដែលកើតឡើងនៅក្នុងទីអារាមអញ្ចឹងអ្នកធ្វើនោះវាខុសហើយប៉ុន្តែយើងមើលមួយទៀតតែมันប្រកបដោយបញ្ញាវានាំមកចិត្តនឹងវាកុហលវាកាហាយទៅមួយបំពេចនេះឯងចឹងភ្នែកហ្នឹងបើសិក្សាទៅប្រយ័ត្នដែរញោមណាភ្នែកស្អាតតែมันប្រកបថាតិចទេញោមណាជួនកាលភ្នែកហ្នឹងក្តៅសម្បើមណាស់មើលហើយក្តៅបណ្ដោយនោះឯងអញ្ចឹងព្រះលោកថាអស់លោកទាំងអស់គួរតែរៀនប្រើប្រាស់ភ្នែកឲ្យមើលឃើញរឿងដែលនាំមកនៅជាកុសលអញ្ចឹងនៅក្នុងពុទ្ធសាសនានឹងលើកយើងរៀនតាំងពីអញ្ចឹងឡើងញាតិញោមមើលចម្រើនពរអញ្ចឹងហ្នឹងជាពិសេសញាតិញោមដែលមានភារៈច្រើនហ្នឹងច្រើនទៅពិបាកដោយសារតែត្រូវការប្រើប្រាស់ផ្លូវចិត្តហ្នឹងវាច្រើនអញ្ចឹងទៅលោកឲ្យយើងមើលឃើញមើលការឃើញនឹងនៃធម្មតានៃមួយទៀតលោកឲ្យយើងមើលថាជីវិតនេះវាធ្វើដំណើរទៅឥតឈប់ឈរទេអញ្ចឹងពេលវេលាដែលមានសេសសល់ប្រមាណហ្នឹងសូមអស់លោកមេត្តាប្រើប្រាស់នៅក្នុងអំពើជាកុសលកុំឲ្យប្រើប្រាស់ក្នុងអំពើដែលឥតប្រយោជន៍លោកឲ្យមើលឃើញអញ្ចឹងញាតិញោម